សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សំឡេងសៀវភៅថ្ងៃនេះដែរខ្ញុំសូមលើកយកអត្ថបទមួយមកអានសង្ខេបទុកជាការសន្តាំដែលមានចំណងជើងថាឈ្នះខ្លួនឯងស្មើនឹងឈ្នះសត្រូវរាប់ពាន់នាក់ថាតើក្នុងអត្ថបទនេះមានអត្ថន័យយ៉ាងណាសូមចូលទៅស្ដាប់ទាំងអស់គ្នាការយកឈ្នះខ្លួនឯងម្នាក់ស្មើនឹងឈ្នះសត្រូវរាប់ពាន់នាក់នៅក្នុងសមរភូមិការយកឈ្នះសត្រូវក្នុងសមរភូមិប្រយុទ្ធវាជាការលំបាកខ្លាំងណាស់ប៉ុន្តែវារឹតតែលំបាកជាងនេះទៅទៀតគឺការយកឈ្នះខ្លួនឯងព្រោះថាខ្លួនឯងនេះពូកែលើកលែងទោសឲ្យខ្លួនឯងខ្លាំងណាស់ទោះជាមានកំហុសធំប៉ុនភ្នំក៏នៅតែបិទភ្នែកបិទច្រមុះថាខ្លួនឯងមិនខុសដដែលត្រង់ចំណុចនេះហើយដែលធ្វើឲ្យមនុស្សបរាជ័យការបរាជ័យព្រោះតែចេញចិត្តខ្លួនឯងនេះធ្វើឲ្យមនុស្សតូចចិត្តអន់ចិត្តសោកស្ដាយជាពិសេសគឺខាត់បងអ្វីៗគ្រប់យ៉ាងដែលនឹកស្មានមិនដល់ពេលខ្លះមនុស្សបំផ្លាញខ្លួនឯងច្រើនជាងអ្នកដទៃបំផ្លាញយើងផងក៏ថាបាននេះដោយសារតែការយកឈ្នះខ្លួនឯងមិនបាននេះឯងការយកឈ្នះខ្លួនឯងមានតម្លៃខ្លាំងណាស់បុគ្គលដែលយកឈ្នះខ្លួនឯងបានគឺជាមនុស្សដែលមានវិន័យមានសតិដឹងខុសត្រូវចេះទប់ស្កាត់ចិត្តដែលកំពុងភ្លើតភ្លើនឲ្យនឹងណហើយឈានទៅរកសេចក្តីសម្រេចមួយគឺជោគជ័យដែលឈ្នះខ្លួនឯងបាននេះត្រូវបានគេឲ្យតម្លៃថាប្រសើរជាងឈ្នះសត្រូវរាប់ពាន់នាក់នៅក្នុងសមរភូមិទៅទៀតព្រោះថាឈ្នះខ្លួនឯងគឺអ្នកជាអ្នកដឹងលទ្ធផលស្រេចទៅហើយថានៅពេលប្រយុទ្ធអ្នកនឹងទៅជាយ៉ាងណាបើអ្នកដឹងថាអ្នកឈ្នះអ្នកនឹងបន្តប្រយុទ្ធបើអ្នកដឹងថាអ្នកចាញ់អ្នកនឹងដកថយដោយមិនបណ្ដោយខ្លួនឲ្យចេញសត្រូវជាងនេះទៀតទេការស្គាល់ខ្លួនឯងច្បាស់ជាកត្តានាំដល់ការឈ្នះខ្លួនឯងការឈ្នះខ្លួនឯងនាំដល់ការជោគជ័យលើគ្រប់ភារកិច្ចដែលអ្នកធ្វើដូចជាការសិក្សាការងារប្រចាំថ្ងៃការដើរកម្សាន្តការរៀបចំផែនការជីវិតនិងសូម្បីតែផែនការរក្សាសុខភាពក៏ជាជោគជ័យមួយដែរប្រសិនបើអ្នកអាចឈ្នះខ្លួនឯងបានក្នុងការដណ្ដើមជោគជ័យពីចំណោទទាំងនោះអ្នកខ្លះអាចយកឈ្នះខ្លួនឯងបានក្នុងរយៈពេលខ្លីហើយក៏បោះបង់ការតាំងចិត្តវិញក៏ថាបាននេះមកពីគេមានធម៌ពលចិត្តស្ទើរមិនទាន់ពុះគញ្ជ្រោលដល់ចំណុចមួយហៅថាឈ្នះហេតុនេះទោះបីជាយើងត្រូវបានគេសរសើរគេឲ្យតម្លៃថាក៏នៅតែពិបាកយកឈ្នះលើសត្រូវដែរព្រោះថាអ្នកបានចេញខ្លួនឯងបាត់ទៅហើយក្នុងពេលនេះដូច្នេះគួរយកឈ្នះចិត្តខ្លួនឯងលើគ្រប់រឿងគ្រប់បញ្ហាទើបយើងអាចយកឈ្នះសត្រូវបានគ្រប់ទីកន្លែងគ្រប់ពេលវេលាបានយ៉ាងណាមិញទស្សនវិទូលោកចង់ទូមានថាមានតែការអភិវឌ្ឍខ្លួនឯងកំចាត់ភាពអាក្រក់ឲ្យអស់ពីខ្លួននិងយកឈ្នះចំណុចអវិជ្ជមានលើខ្លួនឯងជាមុនសិនទេទើបយើងអាចឈានឆ្ពោះទៅកំចាត់សត្រូវក្នុងសមរភូមិជីវិតនេះបានប្រសិនបើអ្នកនៅតែចាញ់ចិត្តខ្លួនឯងពិបាកហាមចិត្តឬអប់រំគំនិតមិនបានល្អនៅក្នុងជីវិតអ្នកក៏ពិបាករកច្រកចេញទៅរកភាពជោគជ័យបានដែរស្នេហានាំឲ្យខ្វះការវិនិច្ឆ័យមនុស្សប្រុសស្រីដែលធំពេញវ័យច្បាស់ជាមានស្នេហាជាពុំខានពេលខ្លះស្នេហាពុំបានប្រកាន់ភេទថាត្រូវតែស្រឡាញ់ភេទផ្ទុយគ្នាឬភេទដូចគ្នានោះទេឲ្យតែគេអាចមានអារម្មណ៍ល្អចំពោះគ្នាគឺអាចបង្កើតជាស្នេហាបានហើយប៉ុន្តែមានសេចក្តីស្រឡាញ់ខ្លះបានធ្វើឲ្យមនុស្សឆ្លក់វង្វេងលះបង់ចំពោះមនុស្សម្នាក់ទៀតរហូតអស់រលីងពីខ្លួនក៏មានទាំងអារម្មណ៍និងលុយកាសទ្រព្យសម្បត្តិជាដើមលុះក្រោយមកត្រូវខាត់បងយ៉ាងណាក៏ដៃគូម្ខាងនោះពុំស្ដាយស្រណោះអ្វីសោះឡើយគឺឲ្យតែម្ខាងទៀតបានរីករាយនិងមានស្នាមញញឹមចំពោះព្រះសង្ឃដាឡៃឡាម៉ាលោកបានពោលថាស្នេហាបានធ្វើឲ្យមនុស្សខ្វះការវិនិច្ឆ័យព្រោះថាស្នេហានេះបើវាបានចូលមកក្នុងខ្លួនហើយ
យើងមើលមិនឃើញពីចំណុចខ្វះខាតរបស់ដៃគូឡើយគឺកែភ្នែកនិងបេះដូងរបស់យើងមើលឃើញតែគុណសម្បត្តិរបស់គេតែប៉ុណ្ណោះក្រោយមកយើងអាចនឹងភ្ញាក់រលឹកដឹងពីហេតុផលថាយើងជាមនុស្សខ្វះការវិនិច្ឆ័យគឺនៅពេលដែលមនុស្សម្នាក់នោះធ្វើឲ្យយើងខកចិត្តដូចជាបោះបង់ចោលយើងបំផ្លាញយើងបោកយើងកេងចំណេញពីយើងជាដើមពេលនោះហើយដែលយើងបានភ្លឺភ្នែកថាគ្រាកន្លងយើងគ្រាន់តែស្ពានចម្លងគេតែប៉ុណ្ណោះតាមពិតទៅបន្ទោសដៃគូរបស់អ្នកក៏មិនកើតដែរព្រោះថាពេលនោះស្នេហាកំពុងតែចូលក្នុងខ្លួនរបស់អ្នកការវិនិច្ឆ័យកម្រិតហេតុផលរបស់អ្នកត្រូវរាំងស្ទះពុំមានសមត្ថភាពវិនិច្ឆ័យខុសសោះឡើយអ្នកមើលឃើញតែចំណុចល្អរបស់ដៃគូតែប៉ុណ្ណោះហេតុនេះបើមានស្នេហាសូមកុំបណ្ដោយឲ្យធ្លាក់ចូលទៅក្នុងសេចក្តីស្រឡាញ់មួយដែលបាត់បង់ការត្រេះរិះការគិតការពិចារណារកខុសត្រូវឲ្យសោះទ្រឹស្ដីមួយគេបានពោលថាពិភពលោកនេះឃោរឃៅណាស់បើអ្នកសើចសប្បាយអ្នកនឹងមានមនុស្សជាច្រើនជួយសើចអ្នកប៉ុន្តែប្រសិនបើអ្នកយំគឺអ្នកយំតែម្នាក់ឯងប៉ុណ្ណោះបើបែបនេះមែនសូមមានការវិនិច្ឆ័យខ្លះលើសេចក្តីស្នេហារបស់អ្នកស្នេហាដែលខ្វះការវិនិច្ឆ័យនេះបានផ្ដល់នូវសេចក្តីអន្តរាយដល់អ្នកមិនតិចឡើយពិសេសរបួសផ្លូវចិត្តនេះវាមិនងាយជាសះស្បើយឡើយវាអាចធ្វើឲ្យអ្នកក្រំគ្រាពេញមួយជីវិតហើយបើអ្នកធ្លាប់មានបទពិសោធន៍មិនល្អចូលអ្នកកុំបណ្ដោយឲ្យស្នេហាបន្ទាប់របស់អ្នកខ្វះការវិនិច្ឆ័យឲ្យសោះគួរតែបង្កើតស្នេហាដោយសេចក្តីចម្រើនទាំងអស់គ្នាវិញទើបប្រសើរជាង